Hello អ្នកគ្នាខ្ញុំបានលាតបេតាណាយើងមកបង្កាត់ត្រីដែលវិធីសាស្ត្របង្កាត់ត្រីមានបាក់ទេតែមួយតែការធុងស្នោមួយដែលមកមុំមកនេះមកឆ្អាមខ្ញុំហ្នឹងធុងស្នោនេះគឺដាក់មុំមកហ្នឹងក៏ធំពេកក៏វាពិបាកដែរហើយទី2យើងត្រូវការដើមឈើខ្លះដើម្បីដាក់ក្នុងវាឲ្យវាបើជាទឹកបើជាអាក្រក់ចេញអូខេហើយយើងខ្វះបានគឺលឹកឆាត់ប៉ុន្តែអ្នកគ្នាត្រូវចាំថាលឹកឆាត់គឺយើងដាក់ទាំងអាតំណងកដាលវាទេតែតំណងកដាលវាធ្វើឲ្យឡើងប្រេងជាមួយនឹងទឹករបស់យើងវាកាន់តែខ្វក់ហើយវាខ្លះអាចធ្វើឲ្យទឹករបស់យើងមានបាក់តេរីយឺតអញ្ចឹងយើងត្រូវកាត់ឡើងចោលកាត់ហើយដាក់ចូលមកហើយយើងត្រូវខ្វះបានទៅអំបិលខ្ញុំប្រើនេះគឺអំបិលមានជាតិអ៊ីចូលទេខ្ញុំយកមកយើងដាក់វាចោលប្រហែលជាមួយថ្ងៃចឹងយើងបង្កាត់យើងអាចដាក់ភ្លាមបង្កាត់ភ្លាមមកធ្វើឲ្យទឹកហ្នឹងវាឡើងជាក្លចេញអស់សិនចាំយើងបង្កាត់មកចិនទេពេលត្រីយើងចូលទៅវាបង្កាត់វាឈឺវាខ្លាចឲ្យលុយពងទៀតហ្នឹងហើយបន្ទាប់ពីយើងទុកបានមកជាមួយថ្ងៃហើយចាំយើងមកបង្កាត់ថែមអូខេតាឥឡូវយើងទៅមើលមេបាដែលយើងត្រៀមបង្កាត់តាអ្នកគ្នាឥឡូវយើងមកមើលមេបាខ្ញុំត្រៀមបង្កាត់ដែលមេបាខ្ញុំធ្វើជ្រើសគឺមេបាពួកអន្តរសៀងមួយនេះគឺធំមែនតើអ្នកគ្នាមើលហ្វមរបស់វាបាទធំមែនតើចឹងហើយមេបាខ្ញុំទៅគឺមេបាធំចឹងហើយមេបាខ្ញុំបង្កាត់មួយវាគឺមេបាញីគឺធំដូចគ្នាដែរអូខេណាអ្នកគ្នាបន្ទាប់ពីយើងមើលមេបាដែលយើងត្រៀមបង្កាត់ហើយឥឡូវយើងមើលមេបាញីម្ដងយើងត្រៀមបង្កាត់គឺមេបាមួយនេះខ្ញុំមកឆ្លាតពួកនេះគឺពួកឥណ្ឌូឬក៏ជាពួកដែលមហាឆៃដែលពួកវាកាត់នឹងច្រើនណាមិនបាក់មើលតែអ្វីស្អាតបំផុតគឺ form របស់វាគឺវាគ្នាជាមួយនឹងមេបាហ្នឹងហើយអ្នកបន្ទាប់ពីរយៈពេលមួយថ្ងៃហើយយើងឃើញថាទឹករបស់យើងឡើងលឿងហើយប៉ុន្តែយើងអាចដាក់ត្រីចូលបានហើយត្រីយើងមកខាងនេះខ្ញុំក៏តោះទៅឈប់យើងដាក់ដំបូងគឺដាក់មេបាឈ្មោះចូលមុនសិនដើម្បីឲ្យមេបាឈ្មោះនោះវាសមកន្លែងទឹកមុនណាបន្ទាប់ពីយើងដាក់ចឹងហើយយើងត្រូវទុកមេបារយៈពេលមកប្រហែលជា5 10នាទីដល់20នាទីបើយើងចង់ឲ្យមេបាយើងកាន់តែកាចខ្លាំងthìដាក់ក៏ចាក់ចូលនេះដើម្បីមេបាយើងឃើញទៅវាកាន់តែកាចខ្លាំងជាងមុននឹងឆាប់ទៅប្រពន្ធមុនជាងមុនទៀតនេះឃើញអត់ទុកប្រហែលជា20នាទីក្រោយចាំដាក់មេបាញីចូលអូខេឥឡូវយើងទុកមកឥឡូវតពីរយៈពេល5នាទីហើយយើងឃើញថាមេបាយើងរៀងកាចជាងមុនឥឡូវយើងដកទៅមកហើយយើងទៅដាក់អានេះចូលព្រោះនេះជាតែត្រូវធៀបគ្នារវាងមេបាញីនិងមេបាឈ្មោះឥឡូវដាក់មកគេដាក់កន្លាចំមកឲ្យមេបាឈ្មោះស្រួលធ្វើចោលណាហើយចាក់កឆិតមកក៏ឆិតច្រើនពេកវាដាក់មេបាញីខ្ញុំទុកក្នុងនេះហើយខ្ញុំត្រូវដាក់ប្រងដួសសិនក្នុងមកទឹកច្រើនពេកនេះអ្នកនេះមេបាឈ្មោះបាញីបងខ្ញុំដាក់ក្នុងកថងនេះមកវាសម្រាប់ឲ្យបាទដាក់កថងបាទដាក់អ៊ីចូលចាំមកចូលចាំមកហើយទៀតមកស្ទុំឲ្យបានឈ្មោះនឹងចាប់ដើមធ្វើហ៎អាហ្នឹងមកគ្នាបែបភ័យទេបើវាពួតចឹងអាថាតែធម្មជាតិរបស់វាទេហ្នឹងហើយដាក់ចឹងមកខ្ញុំសុំនៅទីនេះវាហើយទៅទៅបានធំពេកញ៉ៃសុំតែដាក់បាត់ធំពេកបានប្រហែលទូចមួយទៅដាក់មកម៉ូមកនេះចាប់ប៉ុណ្្នឹងមកហ្នឹងហើយអ្នកគ្នារយៈពេល15នាទីដល់20នាទីឥឡូវយើងចាប់ដើមហើយឃើញថាឈ្មោះដើមធ្វើពុះវិញអ្នកគ្នានេះឥឡូវចាប់ដើមដកមីស៊ីងមកឥឡូវថ្ងៃទី1អ្នកគ្នាតាមពីថ្ងៃបង្កាត់មកจะឃើញថាឃើញបើយើងអត់តគៀបទេហើយពុះយើងបានគួរសមដែរចាំមើលស្អែកវិធីបងអ្នកគ្នាឥឡូវយើងមើលទៅអត់តគៀបពេលអ្នកគ្នាអាចអ្នកគ្នាអាចថ្ងៃហ្នឹងប្រហែលជាម៉ោង4ទៅប្រហែលជាពេលមកត្រូវព្រោះវាឥឡូវពងនេះហើយហើយបិទទៅមកព្រោះចាំមើលម៉ោង4ក្រោយខ្ញុំយើងមកមើលថាគៀបនៅលើអ្នកគ្នាឥឡូវពេលងាយខ្ញុំបានឃើញថាវាគៀបហើយណាមួយទៀតក៏ខ្ញុំក៏បានឃើញវាគៀបដែរប៉ុន្តែខ្ញុំបានទៅចាប់ទេថាតែបានថតទេថាតែខ្ញុំរវល់មិនឡើងខាប់អ្នកគ្នាអើយច្រើនណាចាប់អ៊ីមែលចាំមកអ៊ីមែលសោះកតុយហើយកតុយសោះកតុយអាចស្មោះកាចពេកច្រើនប៉ុន្តែអ្នកគ្នាឥ
chấm bơ là bên ngay rất bia nhỏ hay lại giờ bật máu ngay bắt đầu mang là hiện tha pôn thì bây giờ chụp làm là gò ho mấy trái bên nhỏ hay là khi là từ làm po gò hôm giá thành nhỏ hay từ khi là gò hôm hay po hiện tôi chừng muốn là nó bị nhỏ là khi nó tự biến làm khắp tất nào khi nên là khi là chừng ngày bắt đầu bây giờ đặt sao mới nhớ là giờ mơ thấy ta có tay ca nữ khi làm post cao từ nào khi cỡ thôi là hơi tích chân mình tích cho nên là không khổ mà tăng được cần ra việc thì buôn phổ về khai tân trai hai tặc sang bây giờ cái lại tàu đợt này tàu này chụp po ngay với ai hai tặc ba mà chỉ phi ngay bên ngay chứ với ai hai tặc ba tuột về là với buôn thế ai còn về tầm trai hai tặc buôn đây về tầm tại phải tóc này tao phi một sao mấy là cái này khai ra thầy về tân trai hai tặc thế tại lấy về trai hai tặc cái nào cái này bộ ảnh ấy cái bộ chạy ấn sang ấy cứ biết không lươn mình đến sải chứ có khăn sải bị ai chỉ lấy bán đấy đặc biệt phân ai chỉ lấy bán là cái này hả phần tay bây giờ chơi hai tắc to tới trăm ao ai trong tay của sải bị hai tắc to thì con này khác bên nơi buôn nó không được ở bên nơi không thường ngom con này tới trăm sải bị ngom ao tới tại vì nơi tới bây ok